សួស្តីថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនអំពីម៉ូតូ PG1 តូននេះរយៈចុងក្រោយឃើញទៅបញ្ចេញស៊េរីថ្មីស៊េរីចុងឆ្នាំ2025 PG1 វាអាប់ក្រេតមកច្រើនគួរសមដែរអាប់ក្រេតលើកុងទ័រអាប់ក្រេតលើប្រភេទប្រាងឌីសនេះគឺវាប្រភេទបំពាក់ដោយប្រាង ABS ហើយខ្នងវាខ្មៅអញ្ចឹងទេនេះគឺជាបើពិសោធន៍ផ្ទាល់ខ្លួនខ្ញុំដោយសារខ្ញុំជិះម៉ូតូនេះអស់រយៈពេល1ឆ្នាំតិចតួចហើយ1ឆ្នាំ1ខែអានេះគឺ2024 PG1 2024គឺតែបើពិសោធន៍ខ្ញុំគឺវាងាយស្រួលជិះសម្រាប់ផ្លូវលក្ខណៈផ្លូវលំបាកផ្លូវផុកផ្លូវគ្រោះក្រហមផ្លូវដែលមានទឹកច្រើនហើយគុណសម្បត្តិវាគឺវាសម្បូរគ្រឿងលេងវាមានគ្រឿងវាមានលេងច្រើនឲ្យតែយើងចង់លេងគឺមានតាំងពីលបាំងចង្គៀងមានកាងមុខមានកាងម៉ាស៊ីនមានលបាំងការពារបូមុខហើយនឹងការពារកឡប្រាំងមុខមានច្រើនទៀតហើយនេះគឺជាកាងដែលយើងទិញដាក់ថែមទេកាងស៊ីនវាគឺមិនមែនអញ្ចឹងទេនេះគឺកាងយើងទិញមកដើម្បីយើងបំពាក់នៅប្រអប់ធុងដាក់អីវ៉ាន់ធុងនេះគឺតម្លៃផ្សេងកាងតម្លៃផ្សេងអញ្ចឹងពេលយើងបំពាក់ទៅគឺយើងជិះធ្វើដំណើរទៅណាទៅណីគឺងាយស្រួលក្នុងការដាក់ទុកដាក់អីវ៉ាន់ងាយស្រួលហើយតាក់ទងនឹងគុណវិបត្តិវាគឺនេះដែកបតាក់ពីចង្កឹះលេខទៅម៉ាស៊ីននេះគឺវាពិបាកវាមិនមែនជាពិបាកណាគាត់ថាវាដូចជាផ្ដល់ផលរំខានឲ្យយើងពេលធ្វើដំណើរពីដាក់លេខដាក់អីចឹងវារៀងវាលន់សួរសំឡេងវាអត់ណែនណាវានៅសល់ហ្សើពេលអញ្ចឹងទេបងប្អូនអាចទិញអាដែកហ្នឹងដូចមានលក់ដែកសម្រាប់គេអាចសេរីឲ្យវាហ្សើវានៅសល់ខ្លីដើម្បីងាយស្រួលការដាក់លេខហើយមួយទៀតច្រវាក់វាឥឡូវចិត្តអស់ហើយច្រវាក់វាអញ្ចឹងបើវគ្គក្រោយពេលខ្ញុំអាចដូរដាក់ប្រភេទពួកច្រវាក់ First ដែលលើគេថាវាអាចនឹងមានភាពជិះទៅស្ងាត់ជាងមុនហើយវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងច្រវាក់ស៊ីនរបស់វានេះហើយចំពោះសាំងវិញគឺវាស៊ីខ្ញុំតេស្តរួចហើយគឺ100គីឡូវាស៊ីតា1លីត្រ8ទៅ1លីត្រកាយទេ100គីឡូខ្ញុំធ្លាប់ជិះ direct មួយថ្ងៃជិះ500គីឡូសៀមរាបបាត់ដំបងសៀមរាប500គីឡូខ្ញុំប្រើម៉ូតូនឹងជិះនៅលើផ្លូវកស៊ូគឺវាបើកងាយស្រួលគ្រាន់ថាវារឿងលន់សំឡេងកង់សបកកង់ឬសំឡេងសបកកង់សារសបកកង់វាភេទសបកកង់ off road ចឹងទេវាមានលឺសូរសំឡេងពេលនេះយើងបើកលើផ្លូវកស៊ូហើយមួយទៀតតកតងនឹងប្រព័ន្ធរលាក់វាប្រព័ន្ធបូមវាគឺអែមជីវាអាចទប់លំញ័រពេលវាធ្លាក់ក្លុកអីម៉ងគឺវាអត់ក្លក់ខ្លាំងទេដោយសារប្រព័ន្ធបូមវាគឺទន់ហ្នឹងហើយដូចជាមានតែប៉ុណ្្នឹងឯងហើយស៊េរីក្រៅនេះគេមានតែមថ្មីគេមានmodify តែមលោជាងស៊េរីឆ្នាំ2024ដោយសារ2024គឺមកលៀតចឹងស្រេចមកលៀតគឺអត់មានតែមគឺមានលៀតចឹងស្រេចហ្មងហើយមួយទៀតចំពោះកុងទ័រវិញអានេះកុងទ័រស៊េរី2024គឺប្រភេទ analog ចំពោះកុងទ័រស៊េរីថ្មីគឺដូចជាមានតែមូលនេះទេហើយវាប្រភេទ LED ប្រភេទ smart កុងទ័រហ្នឹងហើយអញ្ចឹងដោយសារតែឃើញម៉ូតូនេះឥឡូវដូចជាឃើញមានគេចាប់អារម្មណ៍ជិះច្រើនអញ្ចឹងទេក៏ខ្ញុំចង់ share នៅបទពិសោធន៍ដែលខ្ញុំបានប្រើប្រាស់វាមួយរយៈពេលនេះដែរហ្នឹងអញ្ចឹងអរគុណមានតែប៉ុណ្្នឹងឯងអរគុណច្រើន